បាននឹងសួស្តីបងប្អូនទាំងអស់គ្នាបាទហើយក៏សូមស្វាគមន៍បាទសម្រាប់ការចូលមកទស្សនាវីដេអូនៅក្នុង channel របស់ខ្ញុំអូខេវីដេអូថ្ងៃនេះដែរគឺខ្ញុំនឹងមក review បន្ថែមបាទទៅលើ exchange មួយដែលមានឈ្មោះថា EDH ដែលពាក្យពេញរបស់គេគឺ Eurasia Digital Asset Exchange ដែលជា exchange ដែលមានទីស្នាក់ការនៅក្នុងប្រទេសកម្ពុជារបស់យើងតាមពិតទៅវាគឺជាដំណឹងល្អមួយសម្រាប់បងប្អូនទាំងអស់គ្នាដែលប្រើប្រាស់ exchange នៅក្រៅស្រុកកន្លងមកណាព្រោះថាឥឡូវនេះគឺយើងមានexchange សម្រាប់ផ្ទុកជាប្រភេទកាក់ crypto ផ្សេងៗហ្នឹងដែលមានទីស្នាក់ការនៅក្នុងប្រទេសកម្ពុជារបស់យើងហើយ exchange នេះក៏មានការប្រកាសទទួលស្គាល់ពីនាយកតកកម្ពុជាផងដែរនៅក្នុងការដាក់ឲ្យប្រើប្រាស់ហើយបងប្អូនទាំងអស់គ្នាក៏អាចបង្កើតជាមួយនឹងគណនី EDH នេះបានចាប់ពីពេលនេះទៅហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលបង្កើតថ្មីនឹងមានជាbonusបន្ថែមនៅពេលបងប្អូនទាំងអស់គ្នាបំពេញ test អាចទទួលបានទឹកប្រាក់ចាប់ពី$2រហូតដល់$4 5កាក់ដែលខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះតែម្ដងអូខេអញ្ចឹងមុននឹងឈានចូលទៅដល់ការបង្ហាញពីរបៀបនៃការបំពេញ test ខ្ញុំគ្រាន់តែចង់បង្ហាញពីមុខងារផ្សេងៗនៅក្នុង EDH នេះទេបងប្អូនទាំងអស់គ្នាគឺមិនសូវខុសពី exchange ផ្សេងៗដែលយើងធ្លាប់ប្រើទេមានដូចជា market យើងអាច check ទៅលើតម្លៃនៃកាក់ផ្សេងៗដែលមាននៅលើទីផ្សារមិនថាជា BTC Ethereum ឬក៏កាក់ផ្សេងៗដែលបងប្អូនទាំងអស់គ្នាចង់ search បងប្អូនទាំងអស់គ្នាអាច search នៅខាងលើនេះបានហើយមានជាទម្រង់នៃការ trade បាទ trade នៅលើ spot បងប្អូនទាំងអស់គ្នាអាចទិញលក់នៅលើ spot បានវាសូវខុសពី exchange ផ្សេងៗទេហើយបងប្អូនទាំងអស់គ្នាក៏អាចធ្វើការ swap បាទ swap កាក់នៅក្នុងនេះផងដែរបាទយើងអាច swap បាទពីកាក់របស់យើងទៅជា USDT នៅក្នុងទម្រង់ swap នេះហើយខាងចំណុចនេះគឺ asset នេះគឺបងប្អូនទាំងអស់គ្នាអាចចូលមក check មើលពីចំនួនលុយរបស់យើងដែលមាននៅក្នុងគណនី EDH របស់យើងបានអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាដល់ពេលយើងដឹងហើយបងប្អូនទាំងអស់គ្នាក៏អាចចូលទៅមើលពាក់ព័ន្ធជាមួយនឹងការបំពេញ test បានហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលមិនទាន់បានដឹងពីរបៀបនៃការបង្កើតគណនី EDH ទេខ្ញុំបានដាក់វីដេអូបាទរបៀបនៃការបង្កើតគណនី EDH ហ្នឹងនៅខាងក្រោមទំព័រ description នៅក្នុងវីដេអូនេះផងដែរហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែយកមករៀនដៃចុចលើចំណងជើងនៃវីដេអូបងប្អូនទាំងអស់គ្នាកំពុងតែមើលនេះមកបងប្អូនទាំងអស់គ្នានឹងឃើញទំព័រ description ខាងក្រោមនេះខ្ញុំបានដាក់ពីវីដេអូដែលបង្ហាញពីរឿងនៃការចុះឈ្មោះហើយវីដេអូបងប្អូនទាំងអស់គ្នាអាចចុចលើពាក្យថា see more នេះបងប្អូនទាំងអស់គ្នានឹងឃើញបាទពាក់ព័ន្ធជាមួយនឹងដំណរ link ដែលអាចដំឡើងចុះឈ្មោះជាមួយនឹង EDH បាននិងបាទlink សម្រាប់ download ដោយសារតែ EDH បច្ចុប្បន្នខ្ញុំបានតេស្តសារដែរគឺនៅក្នុង iPhone គឺយើងអាច search រកបានឃើញទេ app របស់គេប៉ុន្តែនៅក្នុងទូរស័ព្ទដៃដែលដំណើរការទៅដោយ Android គឺយើង search អត់ទាន់ឃើញទេអញ្ចឹងបងប្អូនទាំងគ្នាចូលទៅក្នុង Play Store អាចនឹងអត់ទាន់ឃើញទេអញ្ចឹងអាចចុចទៅលើដំណរ link នេះដើម្បីដំឡើង app EDH យកមកប្រើប្រាស់លើទូរស័ព្ទដៃរបស់យើងហើយចំណុចនេះដែរគឺជាចំណុចមួយដែលសំខាន់ដែរព្រោះថាបងប្អូនទាំងគ្នាដើម្បីបំពេញ test បានបងប្អូនទាំងគ្នាត្រូវតែចូលទៅ review នៅក្នុង app របស់គេផងដែរអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលបង្កើតជាមួយនឹងគណនី EDH ហើយបងប្អូនទាំងគ្នាអាចចូលទៅបំពេញ test ដើម្បីទទួលបានទឹកប្រាក់គ្រាន់តែ review បងប្អូនទាំងគ្នានឹងអាចទទួលបានទឹកប្រាក់ចំនួន$2គឺជាលុយដែលគេនឹងផ្ដល់ជូននៅក្នុង spot account របស់យើងតែម្ដងអូខេអញ្ចឹងខ្ញុំក៏ចង់ជំរាបជូនពីលក្ខខណ្ឌទេទីមួយបងប្អូនទាំងគ្នាត្រូវតែបង្កើតជាមួយនឹងគណនី EDH នេះតាមរយៈដំណរ link ឬក៏អាចដាក់ជា referral code របស់ខ្ញុំបានហើយទីពីរបងប្អូនទាំងគ្នាអាចចូលមក review app របស់គេអញ្ចឹងបងប្អូនទាំងគ្នានេះបើសិនមកយើងប្រើ iPhone អាចចូលទៅ App Store វាយពាក្យថា EDH មកប៉ុន្តែបងប្អូនទាំងគ្នាដែលប្រើ Android បើសិនមក search អត់ឃើញនៅក្នុង Play Store ទេអាចចុចលើដំណរ link នេះបងប្អូនទាំងគ្នានឹងចូលទៅដល់កន្លែងដែលយើង review app របស់គេហើយ test ទី2ក៏ដូចគ្នាដែរបងប្អូនទាំងគ្នានឹងឃើញ link ខាងក្រោមនេះខ្ញុំដាក់ជា link ដែលបងប្អូនទាំងគ្នាអាចចូលទៅបំពេញ test ទី2របស់គេបានដើម្បីទទួលបានទឹកប្រាក់ចំនួន$2 5កាក់បន្ថែមទៀតឥឡូវតោះយើងចូលខ្ញុំបង្ហាញពីរបៀបនៃការបំពេញ test ដើម្បីទទួលបានទឹកប្រាក់ចំនួន$2សិនបងប្អូនទាំងគ្នាចុចលើកន្លែងនេះមកដើម្បី review app របស់គេណាបាទហ្នឹងហើយអញ្ចឹងនៅពេលបងប្អូនទាំងគ្នាបានចុចនៅលើដំណរ link សម្រាប់ដំឡើង app EDH បងប្អូនទាំងគ្នាចូលមកក្នុង app នេះគ្នាអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញនៅក្នុង iPhone យើងអាចចូលទៅក្នុង Play Store ហើយ search រក EDH នេះតែម្ដងហើយនៅក្នុង Android យើង search អត់ទាន់ឃើញទេយើងអាចចុចដំណរ link សម្រាប់ដំឡើង app ហ្នឹងក៏ចូលមកក្នុងទម្រង់នេះដូចគ្នាអញ្ចឹងការបំពេញ test ទី1ដើម្បីទទួលបានទឹកប្រាក់$2គឺងាយទេជំហានដំបូងបងប្អូនទាំងគ្នាត្រូវតែចូលមកកន្លែង Write Review ខាងក្រោមនេះអូខេហើយបងប្អូនទាំងគ្នា review មកខ្ញុំបញ្ជាក់ថាបើសិនបើយើងជាការកែលម្អទេមានន័យថាយើងផ្ដល់មតិសម្រាប់កែលម្អទេបងប្អូនទាំងគ្នាដាក់អីក៏បានដែរឥឡូវឧទាហរណ៍ថាខ្ញុំដាក់ថា this app is very good ចាស់ណាអូខេ this app is very good អូខេ is very good very good for me អញ្ចឹងទៅអូខេខ្ញុំបញ្ជាក់ឡើងវិញថានៅក្នុងនេះគឺបងប្អូនទាំងគ្នាអាចបំពេញដោយខ្លួនឯងអាចផ្ដល់មតិដោយខ្លួនឯងមិនចាំបាច់ដាក់ដូចតាមខ្ញុំទេហើយខ្ញុំឲ្យផ្កាយអូខេហើយកន្លែងនេះយើងចុចផុសមកអូខេយើងចុចផុសហើយបងប្អូនទាំងគ្នារងចាំតិចរងចាំហើយបងប្អូនទាំងគ្នាកុំភ្លេចបាទកុំភ្លេចនេះកុំភ្លេច screen short screen មួយមកអូខេ short screen មួយមកហើយបងប្អូនទាំងអស់គ្នាយើងចូលទៅក្នុង page របស់គេអូខេចូល page របស់គេអូខេខ្ញុំចូលក្នុង Facebook page សិនហើយ
ខ្ញុំវាយ EDX អូខេ EDX យើងចូលទៅរក page របស់ EDX ណាហ្នឹងហើយ search មកហើយបងប្អូនចាំតិចអូខេចាំតិចមកហ្នឹងហើយអញ្ចឹងនៅពេលបងប្អូនគ្នា search រក page EDX ឃើញហើយបងប្អូនគ្នាចូលមកក្នុង post របស់គេនេះដែលគេទៅ post 5ថ្ងៃមុននេះទេបងប្អូនគ្នាចូលមកក្នុង comment បាទចូលមកក្នុង comment ខាងក្រោមនេះហើយបងប្អូនទាំងអស់គ្នានេះធ្វើដូចទម្រង់ខាងក្រោមនេះមកគឺដោយសារតែខ្ញុំបាននេះហើយខ្ញុំបាន post ហើយអញ្ចឹងនេះបងប្អូនគ្នាយកដែលយើងបាន review នៅក្នុង app របស់គេយកមក post ឲ្យដោយភ្ជាប់ជាមួយនឹង ID នៃអាគណនី EDX របស់យើងហើយដើម្បីចូលទៅយក ID បានបងប្អូនទាំងអស់គ្នាចូលមកក្នុង EDX របស់យើងម្ដងទៀតមកនេះបងប្អូនទាំងអស់គ្នាចូលមកក្នុងគណនី EDX របស់យើងឡើងវិញហើយរងចាំបន្តិចបងប្អូនទាំងអស់គ្នាយើងអាចចូលមកកន្លែងនេះចូលកន្លែង referral នេះមកហើយបងប្អូនទាំងអស់គ្នានឹងឃើញ ID របស់យើងអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាអាច copy ID ភ្ជាប់ជាមួយរូបដែលយើង short screen ហ្នឹង comment នៅក្នុង page របស់ EDX បងប្អូនទាំងអស់គ្នាគ្រាន់តែ post ទៅខាង admin គេនឹង review ហើយខ្ញុំបញ្ជាក់ថារង្វាន់នេះគឺ bonus នេះគឺចំនួន$2ហើយគេនឹងបិទបញ្ចប់ក្នុងថ្ងៃទី7ខែក្រោយគឺខែកក្កដានេះហើយរង្វាន់មួយគេមានកំណត់គឺចំនួន100នាក់តែខ្ញុំចូលទៅមើលមិញដូចជាអត់ទាន់គ្រប់ទេដូចជានៅទលេឡើយទេអញ្ចឹងបងប្អូនអ្នកគ្នាអាចតេស្តបានអូខេអញ្ចឹងសម្រាប់ test ទី2បងប្អូនអ្នកគ្នាចូលទៅក្នុងទំព័រ description ដូចគ្នាបងប្អូនអ្នកគ្នាចុចទៅលើ link ដែលបំពេញ test ទី2បងប្អូនអ្នកគ្នាចូលទៅដល់ទម្រង់ដែលយើងអាចធ្វើបាន test ទី2នឹងទទួលបានទឹកប្រាក់ចំនួន$2 5កាក់នឹងហើយអញ្ចឹងសម្រាប់ test ទី2ដើម្បីទទួលបានទឹកប្រាក់ចំនួន$2 5កាក់បងប្អូនអ្នកគ្នានៅពេលចុចលើ link ហើយវានឹងនាំបងប្អូនអ្នកគ្នាចូលមកក្នុងទម្រង់បែបនេះបាទទី1បងប្អូនអ្នកគ្នាត្រូវតែធ្វើការ connect ជាមួយនឹង wallet ជាមុនសិន wallet មានដូចជា MetaMask wallet Trust wallet ឬក៏ Binance OKX wallet អីហ្នឹងឲ្យតែបងប្អូនអ្នកគ្នាមានអាច connect មកបងប្អូនអ្នកគ្នាឃើញខាងលើនេះអញ្ចឹងខ្ញុំមិន detail លម្អិតកន្លែងនេះទេខ្ញុំគិតថាបងប្អូនអ្នកគ្នាអាចនឹងចេះ connect wallet ហើយព្រោះថាក្នុងនោះមាន wallet ជាច្រើនដែលបងប្អូនអ្នកគ្នាអាចធ្វើការ connect បានហើយមួយទៀតបងប្អូនទាំងអស់គ្នាអ្នកត្រូវតែធ្វើការ screenshot បាទ ID របស់យើងដូចបានបង្ហាញមិញអញ្ចឹងយកមកដាក់នៅត្រង់ចំណុចនេះណាអូខេយើងដោយសារតែយើង connect អត់ទាន់ connect wallet ទេបើមិនបើ connect wallet ហើយវានឹង load កន្លែង screenshot នេះឲ្យយើងហើយអូខេទី3បងប្អូនទាំងអស់គ្នាត្រូវតែធ្វើការ screenshot បាទ KYC complete របស់យើងអញ្ចឹងដើម្បីចូលទៅមើលថាតើយើង complete មិន complete បានយើងត្រូវតែចូលមកក្នុង EDX របស់យើងម្ដងទៀតអូខេបងប្អូនចូលមក EDX ម្ដងទៀតហើយបងប្អូនទាំងអស់គ្នាអ្នកចូលមកក្នុងរូបសញ្ញាក្បាលមនុស្សខាងលើនេះហើយបងប្អូនទាំងអស់គ្នាចូលមកក្នុង profile setting បងប្អូនទាំងអស់គ្នាឃើញកន្លែងនេះអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការ screenshot ហើយយកមកដាក់នៅត្រង់ test ទី3នេះមករួចជាការស្រេចហើយទី4បងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការ join នៅក្នុង community របស់គេមកកន្លែងនេះគឺថាងាយទេហើយទី5បងប្អូនទាំងអស់គ្នាធ្វើការ follow EDX នៅលើគណនី Twitter ឬក៏ X ណាហើយទី6បងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការ repost EDX Cambodia នៅលើ Twitter អូខេ test នេះបងប្អូនទាំងអស់គ្នានឹងទទួលបានជាមួយទឹកប្រាក់$2 5កាក់បន្ថែមអញ្ចឹងសរុបទាំងអស់បើបងប្អូនទាំងអស់គ្នាបំពេញបានជោគជ័យបងប្អូនទាំងអស់គ្នានឹងទទួលបានទឹកប្រាក់រហូតទៅដល់$4 5កាក់អូខេគឺនេះបងប្អូនតែឃើញគេបានបញ្ជាក់ហើយនេះបងប្អូនទាំងអស់គ្នាទទួលបានទឹកប្រាក់រហូតទៅដល់$5នោះហើយក៏គេគិតទៅលើនេះក៏មានរង្វាន់សម្រាប់អ្នកដែលគាត់ធ្វើ test ណាធ្វើ test ហ្នឹងគឺ50នាក់បានរហូតដល់$250នោះគឺការ give away ហ្នឹងអូខេអញ្ចឹងសម្រាប់វីដេអូដែលបង្ហាញនេះมันមានអីច្រើនទេខ្ញុំគ្រាន់តែចង់បង្ហាញបងប្អូនខាងក្រោមនេះសង្ឃឹមតែអ្នកដែលគាត់ធ្វើជាប់ធ្វើបានជោគជ័យណាអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេហើយសម្រាប់វីដេអូលម្អិតដែលបង្ហាញពីរបៀបនៃការចុះឈ្មោះខ្ញុំបានបង្ហាញនៅក្នុងទំព័រ description ដូចគ្នាហើយការធ្វើ test ទី1 test ទី2ហ្នឹងខ្ញុំដាក់នៅខាងទំព័រ description នៅខាងក្រោមវីដេអូនេះដូចគ្នាបងប្អូនអាចចូលទៅមើលបានហើយផ្សេងមានចម្ងល់អីអាច join ក្នុងក្រុម Telegram របស់ខ្ញុំហើយក៏អាច join នៅក្នុង community របស់ EDX ដើម្បីសាកសួរព័ត៌មានបន្ថែមអូខេអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេខ្ញុំបញ្ជាក់អញ្ចឹងមានចម្ងល់អាចសួរបានអូខេជួបគ្នានៅវីដេអូក្រោយ